ស្អីយើងចាប់ផ្ដើមបន្តពីវគ្គមុនដោយថាគេសូដឹងខ្លួនឡើងនៅក្នុងរយៈរបស់នារីម្នាក់ដែលបានជួយគេកាលពីវគ្គមុនហើយនៅចិត្តនោះបានឃើញម៉ាតាហាឈីកំពុងតែផឹកស្រាលេងយ៉ាងសប្បាយហើយថាគេសូក៏បានបញ្ញាបញ្ញាលហៅម៉ាតាហាឈីចាក់ចេញពីទីកន្លែងនោះហើយនារីម្នាក់នោះក៏និយាយថាអ្នកអាចរស់នៅទីនេះយូរប៉ុណ្ណាក៏បានដែរថាគេសូប៉ុន្តែម្នាក់ក្នុងចំណោមអ្នកទាំងពីរទៅរៀបការជាមួយនឹងកូនស្រីរបស់នាងក៏លើដូច្នេះពួកគេទាំងពីរក៏អត់មានអីនិយាយហើយគាត់តែនិយាយទៅមើលក្មេងស្រីម្នាក់ហ្នឹងហើយសាច់រឿងរបស់យើងក៏បានកាត់ទៅដល់ក្នុងព្រៃដែលថាគេសូកំពុងតែដើរបែបផ្សិតហើយពេលនោះក្មេងស្រីម្នាក់ហ្នឹងក៏បានយកផ្សិតរបស់ថាគេសូនឹងបោះចោលដោយសារតែផ្សិតទាំងអស់ហ្នឹងវាគឺជាផ្សិតពុលហើយពួកគេទាំងពីរនាក់ហ្នឹងក៏បាននិយាយគ្នាលេងនៅក្នុងព្រៃហើយណែនាំគ្នាពីអាយុរបស់គ្នាអីជាដើមហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់ទៅកាន់ម៉ាតាអាជីពវិញថានឹងគាត់ទៅធ្វើអីនៅកន្លែងដាក់អរទេក៏បានផ្ទះឃើញដាវជាច្រើននៅទីនោះហើយស្របពេលនោះដែរម្នាក់ស្រីហ្នឹងក៏បានដើរមកឃើញហើយនារីម្នាក់នោះក៏បាននិយាយថានាងបានទៅទីលានសង្គ្រាមហើយប្រមូលយកដាវនិងអាវក្រោះនិងអ្វីក៏ដោយឲ្យតែអាចលក់បានលុយមកទាំងអស់ហើយនាងក៏បានលូកដៃយកដាវពីម៉ាតាឈីដែលធ្វើឲ្យម៉ាតាឈីនោះបែកញើសថ្ងាសខ្លាំងមែនទែនហើយសេរីរបស់យើងក៏បានកាត់មកក្នុងព្រៃវិញដែលថាគេហ្សូនិងអាគីមេនឹងបានឃើញបរិមម្នាក់ដែលកំពុងដើរនៅក្នុងព្រៃហ្នឹងហើយអាគីមេក៏បានរើសដុំថ្មគប់ទៅចិត្តត្រូវបរិមម្នាក់ហ្នឹងហើយនាងក៏បានរើមួយដុំទៀតរកប៉ុន្តែត្រូវបានថាគេហ្សូនឹងចាប់ជាប់ហើយនាងក៏បាននិយាយប្រាប់ថាគេហ្សូថាបរិមម្នាក់ហ្នឹងជាអ្នកសម្លាប់ឪពុករបស់នាងហើយសេរីរបស់យើងក៏បានកាត់ទៅក្នុងផ្ទះពួកគេទាំង4នាក់ហ្នឹងកំពុងតែប្រមូលយកដាវហើយនឹងអាវក្រោះដែលបានឃើញនៅកន្លែងដាក់អូសហ្នឹងយកទៅលាក់ទុកនៅលើពីដានវិញហើយថាគេហ្សូរបស់យើងក៏បានប្រទះឃើញដាវឈើមួយដ៏ស្អាតហើយគេក៏បានយកដាវឈើហ្នឹងទៅរក្សាទុកហើយសាច់រឿងរបស់យើងក៏បានកាត់ទៅពេលល្ងាចដែលពួកគេទាំង4នាក់ហ្នឹងកំពុងតែផឹកស៊ីជុំគ្នាប៉ុន្តែដោយហេតុតែតួអង្គរបស់យើងថាគេហ្សូហ្នឹងមិនសូវប្រកែផឹកក៏បានដួលមុនគេតែម្ដងហើយពេលនោះថាគេហ្សូរបស់យើងហ្នឹងក៏បានយល់សប្តិឃើញឪពុករបស់គេដែលកំពុងតែនិយាយគ្នាពីការស្លាប់របស់ម្ដាយរបស់គេហើយពេលនោះស្រាប់តែមានសម្លេងមួយធ្វើឲ្យថាគេហ្សូរបស់យើងភ្ញាក់ហើយសម្លេងនោះគឺជាសម្លេងរបស់ម្ដាយអាគីមេដែលមើលទៅមានអំណងចង់ធ្វើស៊ីថាគេហ្សូយើងហ្នឹងហើយនាងបានយកដៃរបស់នាងហ្នឹងទៅស្ទាបមុខរបស់ថាគេហ្សូយើងហើយនាងក៏បានចាប់ថាគេហ្សូយើងថើបប៉ុន្តែដោយហេតុថាគេហ្សូគឺជាសុភាពបុរសដូច admin អញ្ចឹងក៏បានរុញនាងចេញហើយភ្លាមៗនោះក៏បានឮសំឡេងគោះទ្វារចេញមកពីខាងក្រៅដោយមានបុរសមួយក្រុមដែលគេស្គាល់បុរសមួយក្រុមហ្នឹងថាគឺជាក្រុមជើងការ 2CG Kaze យ៉ាងអានត្រូវក៏ខុសហើយដោយសារវាជាភាសាជប៉ុនហើយពួកគេក៏បានគោះទ្វារស្រែកហៅម្ចាស់ផ្ទះស្រីដែលជាអូគូហើយបន្ទាប់ពីបានចូលមកដល់ក្នុងហើយពួកគេដូចជាកំពុងស្វែងរកអ្វីមួយយ៉ាងដែលយើងបានដឹងថាពួកគេស្វែងរកដាវនិងអាវក្រោះដែរអូគូនោះបានប្រមូលពីសមរភូមិហើយកូនចៅរបស់ក្រុមហ្គេមហ្នឹងក៏បានទៅឆ្កឹះឆ្កៀពីដានដែលធ្វើឲ្យដាវនិងអាវក្រោះដែលលាក់ទុកលើពីដានហ្នឹងធ្លាក់ចុះមកក្រោមតែប៉ុណ្្នឹងចប់ហើយលេងបានលុយអត់ចាយប៉ុណ្ណាហើយគណៈពេលភ្លាមៗនោះដែរកូនចៅម្នាក់ទៀតរបស់ក្រុមហ្គេមហ្នឹងក៏បានរកឃើញកូនស្រីរបស់អូគូគឺអាគីមេយិនកំពុងតែលាក់ខ្លួនហើយដោយគ្មានសេចក្តីធម្មតានៅក្នុងខ្លួនហ្នឹងមេហ្គេហ្នឹងក៏បានប្រាប់កូនចៅវាហ្នឹងឲ្យចូលទៅរំលោភនេះហើយគេក៏បានដើរម្ដងបន្តិចសម្រាប់ទៅរកបន្ទប់ដែលអូគូនៅដោយនៅសងខាងទ្វារទាំងពីរហ្នឹងមានម៉ាតាអាជីជាមួយនឹងថាគេហ្សូហ្នឹងកំពុងតែត្រៀមធ្វើការវាយប្រហារទៅលើមេហ្គេងនោះតែមិនទាន់បានដឹងអីផងមេហ្គេនោះក៏បានបោះមួយដៃទៅកន្លែងដែរម៉ាតាអាជីនោះហើយក៏បានថែមមួយដៃទៀតទៅកន្លែងដែរថាគេហ្សូយើងនៅហើយក៏បានបន្តហក់សង្គ្រប់ទៅលើមុខរបស់ថាគេហ្សូហើយដោយសារតែមិនមែនជាទម្លុងមូលនោះថាគេហ្សូរបស់យើងក៏បានកវត្តមួយដាវដែលជាដាវឈើគេបានយកទុកលើមុនហ្នឹងចំក្បាលរបស់មេហ្គេហ្នឹងបែកក្បាលជាហើយសាច់រឿង chapter ទី2ទី3ទី4របស់យើងហ្នឹងក៏បានចប់នៅត្រង់នេះអរគុណអ្នកទាំងអស់គ្នាមែនតើដែលបានទស្សនានៃការសម្រាយសាច់រឿងរបស់ខ្ញុំហើយដោយសារតែវាជាវីដេអូដំបូងរបស់ខ្ញុំចឹងបើសិនជាមានកន្លែងណាអត់ល្អអ្នកទាំងអស់គ្នាអាច comment ប្រាប់ខ្ញុំនៅខាងក្រោមខ្ញុំធ្វើការកែតម្រូវចុងក្រោយអ្នកទាំងអស់គ្នាកុំភ្លេចជួយ subscribe និង like នៅ channel របស់ខ្ញុំដើម្បីទទួលបាននៅសាច់រឿង chapter បន្តទៀតអរគុណ